សត្វដេកសូនលឺតែសំលេងធនឆ្លើយនឹងរំមនីភ្លេងហើយនឹងច្រៀងលឺស្រដៀងគ្នាគួរឲ្យអង្គនេះចាដនត្រីបរាណខ្មែរអោចៅដងដងអើយចៅដងដើមគុយចង់ស្ដាប់សសំលេងខ្លុយបើនាងលោកនៃពីរយ៉ាងណាចិនកិនដល់ចោពេញរាកិនដល់រនាមក្មៃគ្មានហាន់ថាគ្មានបាត់វិចារនដងចិត្តអោចៅដងដកអើយដកដើមរមៀតចង់ស្ដាំសំលេងរនានបើនាងនឹងឆ្លៀនពីរួយយ៉ាងណា
ដាប់សំឡេងតាខេបើនាងគិតគណេពីរឿងយ៉ាងណាសម្រាប់ដួងកាយចាបើតាមតានាងខ្ញុំស្ដាប់នាងខ្ញុំយល់ថាពីរោះហើយប៉ុន្តែមកក៏មិនដឹងថាទស្សនិកជនជាពិសេសគឺគណៈកម្មការលោកមានការយល់ឃើញយ៉ាងណាចំពោះដួងកាយចំពោះបងអូនសាមានិងបងអូនសុធីនីសប្តាហ៍នេះមានអារម្មណ៍ថាហើយទេនៅពេលដែលយើងបានឈានទៅដល់ការប្រកួតផ្ដាច់ព្រាត់ចាបងគឺថ្ងៃនេះគឺបងអូនមានអារម្មណ៍ថាភ័យផងអរផងបងហើយក៏បងអូនសប្បាយចិត្តដែរដែលបងអូនបានឈានមកដល់វគ្គផ្ដាច់ព្រាត់នេះចាចាយុប3មានកេងលក់អេគេញ៉ាំសិនលក់ដែរណាបងអារម្មណ៍កាត់លេងថាបងអូនទីនេះគេអត់លក់ពីមួយថ្ងៃហើយនៅពេលដែលចិត្តឈានដល់ការប្រកួតផ្ដាច់ព្រាត់ណាយុប3មិនយល់សពឃើញអីហ៎អង្កត់ឆឹងបងចាប់បងសោមាចាបងប្អូនមានអារម្មណ៍សប្បាយនិងភ័ព្វរីករាយដែលបានឈានមកដល់វគ្គនេះហើយបងអូន
ឈានមកដល់វគ្គនេះក៏ដោយសារតែពុកម៉ែបងប្អូនហើយបងប្អូនក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគាំទ្រដល់បងប្អូនសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អគ្រប់ក្រុមគ្រួសារចាអរគុណរយៈពេល1ឆ្នាំមកនេះដែលដួងកាយបានតស៊ូខិតខំប្រឹងប្រែងនៅគ្រប់វិញ្ញាសាគ្រប់ទម្រង់សិល្បៈចំពោះបងអូនទាំងពីរយល់ឃើញថាបងអូនបានទទួលនៅអត្ថប្រយោជន៍អ្វីខ្លះពីកម្មវិធីគឺបងអូនអាចច្រៀងបានគ្រប់ចង្វាក់ហើយក៏បងអូនអាចយល់ដឹងពីសិលធម៌និងការបត់បែននៃបទចម្រៀងផងដែរបងចាសម៉ាចាបងគឺមានអត្ថប្រយោជន៍ច្រើននិងបទពិសោធន៍ច្រើនមែនទែនដែលលោកគ្រូអ្នកគ្រូលោកបានផ្ដល់ឲ្យបងអូនជាពិសេសគឺសិលធម៌បងចារួមកាយទាំងអស់ដែលបានប្រឡងនៅក្នុងកម្មវិធីការរះក្នុងសួននៅពេលដែលប្រឡងបញ្ចប់ទៅជួយថាបងអូនប្រកាសជាបានទទួលនៅចំណេះដឹងយ៉ាងច្រើនជាពិសេសគឺបទចម្រៀងនៅគ្រប់វិញ្ញាសាគ្រប់ទម្រង់សិល្បៈមិនថាបុរាណសម័យឬក៏ប្រពៃណីទប់ជាមួយនឹងការយល់ឃើញពីគណៈកម្មការសូមបញ្ចេញនៅបងសួនចាត់ថាជំរាបសួរអ្នកគ្រូអរគុណច្រើនយើងនិយាយថាយើងទទួលបានបទពិសោធន៍ក៏ដូចជាទទួលបានអ្វីច្រើនពីកម្មវិធីណាកូនណាចាអញ្ចឹងបើសិនជាកូនកាន់បានពៀនកាយរះក្នុងសួនហើយដូចជាយើងមានដើមទុនមួយសម្រាប់យើងសិល្បៈទៅថ្ងៃក្រោយណាកូនណាចាអ្នកគ្រូគឺសរុបមកគឺថាច្រើនណាកូនទាំងសិលធម៌ទាំងសិល្បៈអញ្ចឹងកូនណាជាពិសេសឥឡូវកូនកំពុងតែក្រងសម្លៀកបំពាក់ប្រពៃណីខ្មែរហើយកូននឹងវិញ្ញាសាមហោរីទៀតនេះជាគ្រឹះជាបាតរបស់ប្រពៃណីខ្មែរយើងហើយសម្លេងសុធានីមហោរីកូនអាចបត់បែនទៅតាមពាក្យឡើងច្បាស់សតុនចាមហោរីគេច្រៀងអញ្ចឹងណាកូនណាសតុនចាមានគាត់កូនខ្វះអឿនតិចតួចទេហើយចំណែកសោមាចាអ្នកគ្រូទុកឲ្យលោកគ្រូអេស៊ីដេនៃភាសាជាបន្តជូនពរកូនទាំងពីរទទួលបានដោយជោគជ័យចាអរគុណអ្នកគ្រូសូមចេញប្រសាសន៍របស់បងប្រុសអេស៊ីដេបទនេះយើងហៅថាភូមាហេភូមាហូឬក៏ចៅដកដែលយើងស្គាល់ជាទូទៅនេះគឺចៅដកហើយជាបទមហោរីចំតែម្ដងរបស់ខ្មែរយើងជាបទមួយគេថាជាគ្រូដែរកម្រិតខ្ពស់ណាស់បទហ្នឹងតែមួយទាំងពីរអាចច្រៀងបានប៉ុណ្ណឹងក៏ចាត់ទុកថាក្រាន់បើខ្លាំងមែនទែនដែរអញ្ចឹងសរុបមកអ្នកគ្រូគាត់មានប្រសាសន៍ហើយមិញចំពោះទឹកដមសំឡេងទាំងពីរអ្នកគូសង្ខេបមកវិញម្ដងទៀតទីនេះច្រៀងបទហ្នឹងមិនភ្លាវណាមិនភ្លាវហើយសោមាច្រៀងបទនេះក៏ល្អដែរមានអឿនល្អច្រើនចាលោកគ្រូចឹងកន្លែងហ្នឹងហើយដែលសំខាន់នៅពេលដែលយើងច្រៀងជាមួយនឹងភ្លេងយើងអាចតម្រូវសំឡេងស្រាប់តែជាមួយតែស្គរពឹងបាក់ធ្លាក់មកភ្លេងគេនៅនោះយើងនៅនេះកន្លែងហ្នឹងសំខាន់ណាស់អញ្ចឹងគ្រាន់តែមានពាក្យហ្នឹងចងចាំទៅហើយដើម្បីរំលឹកដើម្បីហ្វឹកហាត់ថែមណាបាទអរគុណចាអរគុណលោកគ្រូសូមអរគុណដល់គណៈកម្មការទាំងពីរលោកនាងក៏ជាគណៈពេលប្រយោគសូមដាក់បន្ទុកមកកាន់ដួងកាយទាំងពីរយើងនៅរយៈពេលមិនយូរទេការដាក់បន្ទុកតាមរយៈការផ្ញើសារតាមប្រព័ន្ធមិត្តភ័ក្តិនឹងត្រូវបានបិទហើយដើម្បីទុកពេលវេលាឲ្យគណៈកម្មការធ្វើការបូកសរុបលទ្ធផលដួងកាយទាំងពីរដែលឈ្នះនៅពានរង្វាន់ដួងកាយប្រជាប្រិយដោយសារតែទស្សនិកជនប្អូនស្រីសុធីនីសូមចែកពី145ប្អូនលីនសោមាសូមចែកពី102ផ្ញើទៅកាន់លេខ526សម្រាប់ប្រព័ន្ធ Smartphone លោកអ្នកក៏អាចคลิก like ក្នុង Facebook ហ្វៃសំអាតឬ Facebook Apsara TV 11អរគុណបងអូនទាំងពីរសម្រាប់សិនជួបគ្នានៅវិញ្ញាសាក្រៅជាបន្តទៀតចាអរគុណបងចាអរគុណ